ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកធ្វើមុខម្ហូបមួយមុខគឺឆាបង្គាខ្ទិះហើយសម្រាប់មុខម្ហូបនេះគឺជាមុខម្ហូបខ្មែរមួយមុខដែរបងប្អូនទាំងអស់គ្នាគឺមានរសជាតិឆ្ងាញ់ហើយបងប្អូនដែលគាត់ទស្សនាវីដេអូកុំភ្លេចជួយចុច Subscribe YouTube Channel នឹងខ្ញុំម្នាក់មួយផងឥឡូវយើងមកមើលពីវិធីធ្វើហើយសម្រាប់គ្រឿងផ្សំរបស់ខ្ញុំគឺខ្ញុំរៀបចំរួចសម្រាប់គ្រឿងក្រៅនេះគឺខ្ញុំមានដាក់នៅលើវីដេអូបងប្អូនអាចទស្សនាទាំងអស់គ្នាហើយខ្ញុំរៀងបន្ថែមបន្លែច្រើនដែរថ្ងៃនេះហើយបងប្អូនឥឡូវយើងមកមើលពីវិធីធ្វើទាំងអស់គ្នាហើយសម្រាប់វិធីធ្វើមុនដំបូងនេះគឺខ្ញុំដាំឆ្នាំងខ្ទះឲ្យក្តៅហើយខ្ញុំចាក់ខ្ទិះដូងចូលសម្រាប់ខ្ទិះដូងខ្ញុំប្រើថ្ងៃនេះគឺជាខ្ទិះដូងកំប៉ុងហើយបងប្អូនខ្ញុំចាក់ខ្ទិះដូងចូលទៅហើយខ្ញុំកូរខ្ទិះដូងលើភ្លើងហ្នឹងរហូតទាល់តែខ្ទិះដូងយើងឡើងរីងឡើងឈ្ងុយសិនណាបងប្អូនទាំងអស់គ្នាដើម្បីឲ្យស្លយើងឆ្ងាញ់ហើយខ្ញុំបន្ថែមជាមួយនឹងម្សៅម្ទេសម៉ត់នេះចំនួន1ស្លាបបាយហើយសម្រាប់ម្សៅម្ទេសនេះគឺជាម្សៅម្ទេសការ៉េណាបើបងប្អូនមានម្ទេសផ្លោកក្រៀមបងប្អូនអាចត្រាំហើយច្រាមដាក់អញ្ចឹងក៏បានដែរព្រោះយើងបើអត់មានម្សៅម្ទេសម៉ត់ហ្នឹងណាតាមមកទៀតគឺខ្ញុំដាក់ជាមួយនឹងគ្រឿងបុករបស់យើងហើយសម្រាប់គ្រឿងបុកគឺអត់មានអីច្រើនទេបងប្អូនគឺក្នុងហ្នឹងមានសក្តិមានរំដេងរមៀតហើយនឹងខ្ទឹមសយើងបុកឲ្យម៉ត់មកបន្តមកទៀតគឺយើងកូរចាប់ផ្ដើមកូររហូតដល់តែគ្រឿងយើងឡើងឈ្ងុយខ្ញុំដាក់ប្រេងខ្យងចំនួន2ស្លាបបាយចូលហើយនឹងខ្ញុំដាក់ស្ករត្នោតរបស់យើងហ្នឹងប្រហែលជា1ស្លាបបាយបងប្អូនហើយយើងកូរចឹងមកឲ្យសព្វមកបងប្អូនកូររហូតដល់តែគ្រឿងយើងលាយចូលគ្នាសព្វល្អចឹងសិនមកណាតាមមកទៀតគឺខ្ញុំដាក់ជាមួយនឹងទឹកត្រី1ស្លាបបាយហើយទៅគ្រឿងក្រៅបងប្អូនអាចភ្លក់ថែមថយតាមក្រោយទៀតបានហើយសម្រាប់ខ្ញុំដាក់ប៉ុណ្ណឹងសិនណាបងប្អូននិយាយទៅខ្ញុំស្មានមើលជាមួយនឹងសាច់បង្គាយើងខ្ញុំដាក់ជាមួយនឹងអំបិលកន្លះស្លាបបាយនិងប៊ីចេង1ចុងស្លាបបាយនិយាយទៅបើបងប្អូនមានម្សៅស៊ុបបងប្អូនប្រើម្សៅស៊ុបទៀតក៏បានដែរតែខ្ញុំអត់ប្រើម្សៅស៊ុបទេណាបន្តមកទៀតគឺខ្ញុំយកដលងជ្វាដែលខ្ញុំពុះដុំហ្នឹងយកមកដាក់ទៅបន្លែខ្ញុំប្រើបន្លែដលងជ្វាហើយនិងការ៉ុតទៅកន្លែងហ្នឹងយើងអត់ដាក់បន្លែក៏បានដែរបងប្អូនបើអត់ដាក់បន្លែគឺយើងដាក់សាច់ចូលហ្មងសាច់បង្គាហើយបន្តមកទៀតគឺខ្ញុំចាក់ទឹកចូលហើយសម្រាប់ទឹកនេះគឺខ្ញុំចាក់ចូលដើម្បីរំងាស់បន្លែយើងឲ្យឆ្អិនសិនណាហើយយើងរំងាស់ប្រហែលជា10នាទីអីបងប្អូនទាំងអស់គ្នាឲ្យបន្លែយើងឆ្អិនសិនចាំយើងដាក់សាច់បង្គាចូលដល់ឥឡូវនេះគឺបន្លែយើងគឺចិត្តចាប់ផ្ដើមរៀងផុយតិចៗណាខ្ញុំងាស់តិចទៀតទៅងាស់តលតែដលងយើងផុយចាំយើងដាក់សាច់បង្គាចូលឥឡូវនេះបន្លែយើងរៀងមើលទៅគឺចាប់ផ្ដើមចង់ផុយហើយពេលដែលបន្លែយើងផុយគឺខ្ញុំយកបង្គាដែលខ្ញុំលាងសម្អាតហ្នឹងបកស្អាតហ្នឹងយកមកដាក់ហើយសម្រាប់សាច់បង្គាថ្ងៃនេះគឺខ្ញុំបកបង្គាចេញហើយក្បាលបង្គាក៏ខ្ញុំដាក់ដែរបងប្អូនគឺយើងលាងទឹកឲ្យស្អាតមកយើងស្ដាយព្រោះក្បាលបង្គាហ្នឹងគឺមានជាតិជាងសាច់ទៀតណាឥឡូវនេះគឺយើងដាក់ឲ្យយើងកូរឲ្យសព្វអញ្ចឹងមកបងប្អូននិយាយទៅមើលទៅឡើងតំណងឡើងខ្ទិះហ្មងបងប្អូនទាំងអស់គ្នាឡើងតំណងឆ្ងាញ់ហ្មងណាហើយកន្លែងហ្នឹងគឺខ្ញុំកូរគ្រឿងយើងឲ្យចូលសព្វតិចមកហើយយើងរំងាស់បន្តិចសិនដើម្បីឲ្យបង្គាយើងរៀងឆ្អិនបន្តិចសិនណាហើយបន្តមកទៀតគឺខ្ញុំដាក់ជាមួយនឹងខ្ទឹមបារាំងចូលខ្ទឹមបារាំងគឺខ្ញុំដាក់ក្រោយដោយសារខ្ទឹមបារាំងគឺឆាប់ផុយឆាប់អលួយបើយើងដាក់ដំណើរជាមួយដលងគឺអលួយអស់ហើយអញ្ចឹងយើងដាក់ក្រោយអញ្ចឹងមកបងប្អូននិយាយទៅក្លិនវិញឡើងឈ្ងុយហ្មងបន្តមកទៀតខ្ញុំយកខ្ទិះដូងចាក់ថែមបន្តិចទៀតនិយាយទៅឆាបង្គាខ្ទិះនេះយើងប្រើខ្ទិះដូងយ៉ាងចុះបន្តិចណាឥឡូវនេះគឺស្លយើងចាប់ដើមពុះខ្លាំងហើយយ៉ាងឆ្អិននេះខ្ញុំបន្ថែមជាមួយស្លឹកខ្ទឹមចូលអញ្ចឹងទៅគឺហើយរួចរាល់ហើយបងប្អូនគឺយើងអាចដួសញ៉ាំបានហើយមើលទៅនិយាយទៅឡើងតំណងឡើងឈ្ងុយហ្មងហើយសម្រាប់បងប្អូនដែលគាត់ទស្សនាវីដេអូបើសិនជាខ្ញុំនិយាយទៅមានខុសឆ្គងដោយប្រការណាមួយអីសូមបងប្អូនទាំងអស់គ្នាអភ័យទោសផងហើយយើងនឹងជួបគ្នាទៀតនៅវីដេអូក្រោយទៀតណាបងប្អូនទាំងអស់គ្នាអរគុណបងប្អូនទាំងអស់គ្នាសូមជម្រាបលា